សម្រាប់តេជោហ៊ុនសែនគ្រប់គ្រងដល់ការសម្រេចរបស់រាជរដ្ឋាភិបាលបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀតព្រមពេញសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានប្រសិទ្ធិនៅថ្ងៃទី29ខែឧសភាឆ្នាំ2025នេះបានមានប្រសាសន៍ថាខ្ញុំមិនចង់ឃើញមានការប្រយុទ្ធណាមួយកើតឡើងនោះទេតែខ្ញុំគ្រប់គ្រងដល់ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ទៅកាន់ព្រំដែនដើម្បីត្រៀមការវាយប្រហារដើម្បីការពារខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀតសម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ជូនបងប្អូនជនរួមជាតិអំពីការចល័តកម្លាំងកងទ័ពនិងអាវុធធុនធ្ងន់ទៅព្រំដែនក្រោយមានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបីភ្នំពេញសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាអាណាចក្រកម្ពុជាបានមានប្រសាសន៍ថាព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបីក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធធុនធ្ងន់មួយចំនួនទៅកាន់ព្រំដែនក្នុងគណៈពេលដែលនាយករដ្ឋមន្ត្រីមិននៅក្នុងប្រទេសបានធ្វើឲ្យប្រជាពលរដ្ឋយើងជាច្រើនមានការព្រួយបារម្ភជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែនតើសង្គ្រាមនឹងផ្ទុះឡើងដែរឬទេតើអ្នកណាដឹកនាំគ្រប់គ្រងសភាពការឬបញ្ជាឲ្យមានការចល័តកម្លាំងកងទ័ពនៅពេលដែលនាយករដ្ឋមន្ត្រីកំពុងតែនៅក្រៅប្រទេសនាព្រឹកថ្ងៃទី29ខែឧសភាឆ្នាំ2025នេះតាមរយៈបណ្ដាញសង្គម Facebook ផ្លូវការសម្ដេចធិបតីបានបញ្ជាក់ថាខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយខ្លីថាទោះបីខ្ញុំកំពុងតែស្ថិតនៅប្រទេសជប៉ុននិងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយប្រព័ន្ធឋានានុក្រមនៃការដឹកនាំនិងបញ្ជាកម្លាំងក្នុងករណីធំបែបនេះគឺស្ថិតក្នុងការទទួលខុសត្រូវរបស់នាយករដ្ឋមន្ត្រីដដែលរាល់ការវិវត្តនៃសភាពការដែលកើតឡើងនៅបន្ទាត់ព្រំដែនគឺត្រូវបានរាយការណ៍ឲ្យខ្ញុំតាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តមអគ្គមេបញ្ជាការនិងឯកឧត្តមមេបញ្ជាការកងទ័ពជើងគោករួមទាំងលទ្ធផលនៃការតាក់ទងគ្នារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិមេបញ្ជាការកងទ័ពជើងគោកកម្ពុជាជាមួយសមភាគីថៃក្នុងគោលដៅទប់ស្កាត់កុំឲ្យមានការប៉ះទង្គិចគ្នាកាន់តែរីករាលដាលនិងព្យាយាមឲ្យសភាពការអាចវិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់និងទំនាក់ទំនងល្អរវាងកងទ័ពជួរមុខនៃប្រទេសយើងទាំងពីរជាមួយគ្នានេះរាល់ការសម្រេចចិត្តដ៏សំខាន់ក៏ត្រូវបានទទួលការឯកភាពឬទទួលបទបញ្ជាពីរូបខ្ញុំរួមទាំងការចល័តកម្លាំងកងទ័ពនិងអាវុធទៅព្រំដែនខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេសនិងប្រជាជនទាំងពីរនោះទេជាពិសេសកងកម្លាំងដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខក្នុងន័យនេះខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជានិងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះនឹងទទួលបានលទ្ធផលវិជ្ជមានក្នុងការរក្សាភាពស្ងប់ស្ងាត់និងការប្រស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដោយដែលបានធ្វើកន្លងមកចំពោះការចល័តកម្លាំងនិងអាវុធទៅព្រំដែនគឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជាដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចនឹងកើតមានឡើងដោយដែលខ្ញុំបានធ្លាប់លើកឡើងក្នុងវេទិកាសាធារណៈកន្លងរួចមកហើយកម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេហើយយើងចង់ឲ្យការដោះស្រាយបញ្ហាព្រំដែនប្រព្រឹត្តទៅដោយផ្អែកលើមូលដ្ឋានបច្ចេកទេសនិងច្បាប់អន្តរជាតិប៉ុន្តែកម្ពុជារក្សាសិទ្ធិនៅក្នុងការប្រើប្រាស់គោលមធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួនរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធក្នុងករណីមានការព្យាយាមឈ្លានពានរំលោភលើបូរណភាពទឹកដីរបស់កម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធហើយដូច្នេះខ្ញុំសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជ្រាបជាព័ត៌មាននិងសូមកុំឲ្យមានការព្រួយបារម្ភដោយផ្អែកលើព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយដោយមិនមានប្រភពច្បាស់លាស់សម្ដេចធិបតីហ៊ុនម៉ាណែតក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទប់ស្កាត់កុំឲ្យមានបញ្ហានេះរីករាលដាលក្លាយជាចំនួនជាតិសាសន៍និងសូមផ្ដល់ការទុកចិត្តចំពោះរាជរដ្ឋាភិបាលក៏ដូចជាកងទ័ពរបស់យើងក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាដោយការទទួលខុសត្រូវខ្ពស់